តតតងទៅនឹងការបង្កើតថ្នាក់រៀនអញ្ចឹងថ្នាក់រៀនយើងចូលទៅរកថ្នាក់រៀនហើយកន្លែងចំណុចខាងលើគឺវាមានអីយើងរកថាទៅសាខាងណាហើយនៅអគារណាចឹងឧបមាថានៅសាខាពេជ្រណាហើយអគារមួយចឹងដើម្បីចូលបន្ថែមថ្មីយើងអាចមានពេលរបៀបគឺនាំចូលនិងបន្ថែមថ្មីចឹងកន្លែងនេះចំណុចបន្ថែមថ្មីហើយកន្លែងនេះគឺយើងអាចបំពេញព័ត៌មានតាមហ្នឹងចឹងទីមួយដោយសង្កត់ថ្នាក់រៀនគឺយើងអាចដាក់ថ្នាក់ឥឡូវខ្ញុំបង្កើតថ្នាក់ទីខ្ញុំដាក់ទី7អីអានេះ7អីហើយកន្លែងនេះបន្ទប់ប្រឡងបន្ទប់លេខ1បន្ទប់លេខ1ឬលេខ2អីតាមហ្នឹងទៅចំនួនសិស្សដែលនៅក្នុងថ្នាក់ហ្នឹងអាចផ្ទុកបានប្រហែល60នាក់ហើយអានេះចំនួនសិស្សអតិបរមាក្នុងបន្ទប់ប្រឡងអានេះសម្រាប់ដើរទៅលើប្រឡងកាត់ខ្មែរគេ15ស្ថានភាពបន្ទប់មិនសិទ្ធក្នុងការប្រើប្រាស់ឬយ៉ាងណាប្រភេទបន្ទប់ថ្នាក់រៀនគឺកុំព្យូទ័រអីចឹងគឺយើងបង្កើតអស់មកហើយសាខានេះគឺយើងរើសនេះមកក៏បើអគារថាស្ថិតនៅក្នុងអគារមួយណាអគារ A ឬក៏អគារ B ចឹងយើងរើសអគារ A ហើយកម្រិតថ្នាក់រៀនទៅជាថ្នាក់ល្អឬអីចឹងទៅចឹងយើងដាក់ធម្មតាមកហើយទីតាំងនៅណាទីតាំងយើងអាចដាក់ទីតាំងដែលស្លានៅក៏បានហើយយើងដាក់ទីតាំងអគារក្នុងអគារណាក៏បានដែរយើងដាក់ទីតាំងហើយបុកឈ្មោះអគារទៅក៏បានដែរអមថានៅកំពង់ចាមស្ថិតក្នុងអគារ A អីចឹងទៅឬក៏យើងដាក់ទៅនៅកំពង់ចាមស្រុកអីចឹងទៅចឹងនៅពេលដែលយើងបង្កើតហើយមិញយើងដាក់នៅក្នុងអគារ A យើងរើសអគារ A យើងស្វែងរកមកចាឥឡូវថាយើងចង់ delete វិញឬក៏កែសម្រួលយើងចុចក្លឹកកន្លែងនេះបើយើងចង់ delete គឺយើងអាច delete នៅកន្លែងនេះហើយមួយទៀតតកតងទៅនឹងការបង្កើតតាមនាំចេញនាំចូលនេះអញ្ចឹងដំបូងគឺយើងត្រូវទៅ download file គំរូសិននៅពេលដែល download file គំរូហើយយើងត្រូវបំពេញទិន្នន័យឲ្យត្រឹមត្រូវទៅតាមដែលមាននៅក្នុងសារហ្នឹងអញ្ចឹងទី1លេខបន្ទប់ឈ្មោះបន្ទប់អញ្ចឹងយើងដាក់ឈ្មោះបន្ទប់ឲ្យគេ7A អានេះយើងដាក់ខ្មែរក៏បានឬក៏អីក៏បានដែរឥឡូវយើងដាក់7កដែលអាចຕົកសិស្សអតិបរមាប្រមាណ65នាក់អញ្ចឹងយើងដាក់65មកឈ្មោះបន្ទប់ប្រឡងយើងដាក់លេខបន្ទប់លេខអីគេហើយសិស្សអតិបរមាដល់25មកជាប្រភេទបន្ទប់អីគេយើងរើសនៅកន្លែងនេះវាមានឲ្យយើងរើសតែម្ដងយើងជាថ្នាក់រៀនហើយវាស្ថិតនៅក្នុងកម្រិតបន្ទប់អីគេធម្មតាល្អអីចឹងទៅអញ្ចឹងខ្ញុំដាក់ធម្មតាសាខាណាព្រេងញអីចឹងទៅអគារនៅក្នុងអគារណាអញ្ចឹងខ្ញុំដាក់អគារ A ហើយទីតាំងកន្លែងនេះយើងបំពេញមកទីតាំងនៅកំពង់ចាមអីចឹងទៅអញ្ចឹងថាសាលានៅទីមាននៅណាគឺយើងដាក់នៅស្ថានភាពយើងរើសនៅក្នុងហ្នឹងតែម្ដងស្ថានភាពក្នុងការប្រើប្រាស់នៅក្នុងការតម្រូវអីចឹងទៅចឹងបន្ទាប់ពីបំពេញហើយអានេះគឺលេខបន្ទប់គឺយើងដាក់ដូចគ្នាទៅនឹងឈ្មោះបន្ទប់យើងដែរយើងដាក់7កអីចឹងទៅកន្លែងនេះយើងដាក់លេខ1ឥឡូវយើងសូមធ្វើការរក្សាទុកចឹងខ្ញុំដាក់ template មកនេះហើយបន្ទាប់ពីយើងរក្សាទុកហើយយើងទៅបញ្ចូលយើងកន្លែងហ្នឹងក៏ដែរយើងយកពាក្យនាំចូលហើយយើងរើស file ចឹងនេះជា file ដែលយើង save មិញចឹងយើងដាក់ហើយយើងនាំចូលចឹងវាជោគជ័យហើយមិញយើងដាក់នៅអគារ A នេះអញ្ចឹងគឺកន្លែងនេះយើងចង់កែសម្រួលកន្លែងនេះយើងចង់ delete ជាងសំdelete ប្រសិនបើលោកគ្រូអ្នកគ្រូចង់កែទាំងអស់លោកគ្រូអ្នកគ្រូដោនយកនាំចេញចឹងគឺវាបាននៅបន្ទប់ទាំងអស់ហ្នឹងហើយអញ្ចឹងបន្ទប់ហ្នឹងបើលោកគ្រូអ្នកគ្រូចង់កែបែបម៉េចគឺលោកគ្រូអ្នកគ្រូគ្រាន់តែចង់ប្រហែលថា7អីនេះចង់កែទៅអីវិញយើងរើសមកទៅពេលដែលយើងរើសហើយយើងរក្សាទុកហើយយើងបញ្ចូលវិញធម្មតានេះជាការរបៀបកាត់ថ្នាក់